ជំរាបសួរលោកវិជ្ជបណ្ឌិតផ្អកប្រហុកត្រីញៀតត្រីឆ្អើរត្រីប្រមាអាហារប្រចាំរបស់ខ្មែរតាំងពីគេកាលមកកំពុងត្រូវបានបណ្ដាជនខ្មែរទូទៅខ្លាចរអាមិនហ៊ានបរិភោគទៀតទេពីព្រោះតែផលិតផលទាំងនោះមានដាក់ថ្នាំគីមីម្យ៉ាងកុំឲ្យរុយរោមនិងដើម្បីរក្សាឲ្យបានយូរតើថ្នាំគីមីនោះគឺជាថ្នាំអ្វីទៅលោកគ្រូពេទ្យចាបាទមិនត្រឹមតែត្រីឆ្អើរប្រហុកផ្អកទេដែលគេដាក់ថ្នាំនោះសូម្បីតែបន្លែនិងផ្លែឈើឬមួយក៏សាច់ឬមួយសាច់មាន់ដែលគេលក់តាមផ្សារក៏គេមានបាញ់ថ្នាំនេះដែរបាទថ្នាំដែលគេយកទៅបាញ់នោះឈ្មោះហៅថា Formol ជាអ្វីទៅចា Formol គឺជាជាតិគីមីមួយយ៉ាងដែលមានជាតិពុលក៏ប៉ុន្តែវាមានគុណភាពរបស់វាមាន4យ៉ាងទី1គឺជាថ្នាំជាតិគីមីដែលគេសម្រាប់យកទៅដើម្បីទុកត្រាំរបស់អ្វីមួយឲ្យបានយូរកុំឲ្យវាស្អុយទី2គឺជាថ្នាំដែលគេដាក់ទៅលើត្រាំយកសាច់ទៅត្រាំដើម្បីឲ្យសាច់នោះដែលជិតស្អុយផុយរួយហើយធ្វើឲ្យសាច់នោះមានសភាពរឹងឡើងវិញដូចជាសាច់នៅថ្មីបាទហើយទី3សម្រាប់អ្នកដែលគេយកទៅធ្វើជាតិថ្នាំសម្រាប់លាបជញ្ជាំងអីហ្នឹងឬមួយក៏ជូតឥដ្ឋដើម្បីសម្រាប់មេរោគបាទហើយទី4គឺថាគេយកលាយទៅថ្នាំដើម្បីកុំឲ្យវាច្រេះចាំបាទអានេះជាគុណភាពរបស់ Formol ខ្ញុំសូមជូនជាឧទាហរណ៍ថាដូចជានៅក្នុងមន្ទីរពេទ្យមនុស្សម្នាក់ស្លាប់ដើម្បីកុំឲ្យស្អុយពួកគណៈខ្មោចដែលស្លាប់ហើយក្នុងរយៈពេលទឹកហ្នឹងគឺថាសាច់យើងចាប់ហើមហើយស្អុយរលួយបាទទុកមិនបានយូរទេដើម្បីទុកឲ្យបានយូរដើម្បីធ្វើបុណ្យទៅថ្ងៃក្រោយគេបញ្ចូល Formol 1លីត្រឬ1លីត្រកន្លះទៅក្នុងខ្លួនដូចជាយើងដាក់សេរ៉ូមអញ្ចឹងមកនេះសមនេះគេអាចទុកបានរាប់ខែដោយអត់ស្អុយអត់ហើមអត់រលួយបាទហើយតើជាតិ Formol ហ្នឹងវាមានគុណវិបត្តិអ្វីខ្លះហើយយើងអាចរកឃើញជាតិ Formol នៅកន្លែងណាខ្លះបាទជាតិ Formol នេះគឺថាយើងតែងសង្កេតឃើញនៅក្នុងប្រអប់ថ្នាំដែលគេយកទៅលាបជាងលាបអីហ្នឹងកណាប់បើកទៅធំឈួលអាហ្នឹងហើយគឺ Formol ឬមួយមិនចឹងទេនៅលើថ្នាំដែលយើងយកលាយជូតឥដ្ឋអីហ្នឹងគឺថាមាន Formol ដែរហើយម្យ៉ាងទៀតជ័រកុលដែលយើងយកទៅបិទប៉ាព្យាប៉ាំងឬបិទម៉ូកេតអាហ្នឹងហើយដែលមានជាតិ Formol នៅក្នុងហ្នឹងបាទគាត់ទៅបើកឡើងឈួលលាបភ្នែកលាបច្រមុះយើងបាទហើយបាទអាហ្នឹងគឺថាជាតិ Formol នៅក្នុងហ្នឹងមិនចឹងនៅក្នុងមន្ទីរពេទ្យ Formol មានទាំងដបដូចដបអាល់កុលអញ្ចឹងសម្រាប់ប្រើយកទៅត្រាំសរីរៈរាងកាយដែលគេវះកាត់ហើយដើម្បីទុកឲ្យបានយូរទៅធ្វើការសិក្សាឬការវិភាគផ្សេងទៀតទៅថ្ងៃក្រោយបាទអញ្ចឹងបើសិនជាយើងយកមកហ្វលថ្នាំជាតិគីមីនេះយកមកដែលគេសម្រាប់តែរក្សាសាកសពឬក៏រក្សារបស់មួយឲ្យនៅបានយូរហើយយើងយកមកដាក់នៅលើអាហារអញ្ចឹងតើអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបរិភោគនឹងយ៉ាងណាខ្លះទៅលោកគ្រូពេទ្យបាទជាតិ Formol នេះគឺថាជីវិតអាយុវារស់បាន4ឆ្នាំមកក្លិនវាឬមួយស្អីហ្នឹងវាមានថេរវេលា4ឆ្នាំណាបាទហើយបើគេយកទៅបាញ់នៅលើសាច់ដែលដាក់លក់នៅតាមផ្សារឬមួយបន្លែនៅតាមផ្សារព្រោះនៅស្រុកយើងវាក្តៅពេកបន្លែគាត់នៅបេះមកតែ1ម៉ោងក្រោយសពួនណាដូច្នេះអ្នកទិញគ្នាមិនចង់ទិញទេកាលណាឃើញបន្លែវាសពួនឬមកក៏សាច់ដែលដាក់លក់កាលណាថ្ងៃអាសៀលទៅវាចាប់ត្រុតទ្រោមដើម្បីកុំឲ្យសាច់នេះវាត្រុតទ្រោមគេយក Formol ទៅបាញ់ពីលើទៅដើម្បីឲ្យមើលឃើញសាច់នេះវានៅថ្មីស្រស់បាទឬមួយក៏ប្រហុកផ្អកដើម្បីទុកឲ្យបានយូរកុំឲ្យវាខូចគេយកទៅបាញ់លើទាំងអស់ហ្នឹងទៅហើយតើបើសិនជាយើងយកមកញ៉ាំថ្ងៃនេះឬមួយថ្ងៃស្អែកឬមួយអាទិត្យក្រោយយើងអត់តន់ឃើញមានប្រតិកម្មអ្វីតទៅសោះពីព្រោះយកទៅបាញ់ហ្នឹងវានៅតិចតួចកម្រិតវាមិនទាន់ធ្វើឲ្យមានជាតិពុលផ្ដំមកដល់លើសរីរាង្គកាយយើងខ្លួនទេបាទចាប៉ុន្តែថ្ងៃក្រោយយូរទៅរាប់ខែទៅបើយើងញ៉ាំម្ហូបទាំងអស់ដែលមានជាតិ Formol ហ្នឹងគឺថាជាតិ Formol ទី1វាធ្វើឲ្យយើងមាន allergy មានចេញជាកមរមាស់នៅលើស្បែកដូចជា eczema ទី2វាធ្វើឲ្យរលាកភ្នែកធ្វើឲ្យយើងចេះតែឈឺភ្នែកដោយមិនដឹងមកពីហេតុអីទី3វាធ្វើឲ្យយើងរលាកបំពង់ករលាកបំពង់ខ្យល់រលាកបំពង់រំលាយអាហារឬមួយឈឺក្រពះទី4អ្នកជំងឺចេះតែតិចរាកដោយអត់ដឹងមកពីហេតុអីខ្លះទៀតចេះតែឈឺក្បាលដោយមិនដឹងហេតុអីដែរបាទហើយមានអ្នកខ្លះទៀតនោះគ្នាចេះតែហត់ទៅអត់ធ្វើការនៅស្ងៀមសម្រាប់សោះក៏ចេះតែហត់បានមិនតឹងប៉ុណ្ណោះសោតខ្លះទៀតក្អួតចង្អោអត់ឈប់អ្នកខ្លះចេះតែស្គមរីងរៃទៅអ្នកខ្លះចេះតែជ្រុះសក់ភ្លេចភ្លាំងបាត់ស្មារតីគេងមិនលក់លើសពីនេះទៅទៀតគឺថាធ្វើឲ្យគ្នាមានសភាព depression គឺថាខួរក្បាលយើងទ្រុឌទ្រោមអត់មានសមត្ថភាពគិតគូរអ្វីទាំងអស់នេះហើយគឺថាជាគេហៅថា intoxication chronic due to Formol
ដូច្នេះអាការៈដែលចេញកុំរមាស់រលាកបំពង់កដែលយើងធ្លាប់គិតថាដោយសារតែផ្អកប្រហុកនឹងត្រីទៅនោះជារបស់ផ្អាប់គឺជាហេតុផលទី2ឬយ៉ាងណាលោកគ្រូពេទ្យចា៎ត្រូវបាទប្រហុកផ្អកដែលយើងញ៉ាំទៅធ្វើឲ្យយើងចេះតឹងច្រមុះឬមួយពេលខ្លះចេញលមាស់គឺថាប្រហុកផ្អកខ្លួនឯងហ្នឹងវាមានជាតិ allergy រួចទៅហើយព្រោះវាផ្អាប់យូរពេកដល់យើងថែមមក formol នឹងទៀតវាធ្វើឲ្យសភាពការណ៍រឹតតែធ្ងន់ធ្ងរទៅទៀតបាទធ្វើឲ្យយើងចេញលមាស់ឈឺភ្នែកឈឺក្បាលចិត្តឈឺនេះឈឺនោះអត់ឈប់បាទប៉ុន្តែដល់យូរថ្ងៃទៅនោះកាលណាវាអាជាតិពុល formol វាចូលជ្រាបក្នុងខ្លួនយើងកាន់តែយូរទៅព្រោះអាជាតិពុល formol ហ្នឹងវាមាន therapy 4 ឆ្នាំកាលណាយើងញ៉ាំយូរទៅអា formol ហ្នឹងមិនត្រឹមតែឲ្យគុណវិបត្តិប៉ុណ្ណឹងទេគឺថាអាជាតិ formol ទី1វាធ្វើឲ្យយើងចេញជាកុងសែបាទកុងសែដំបូងបំផុតនៅបំពង់កឬមួយចេញកុងសែនៅសួតឬមួយក៏ចេញកុងសែនៅក្រពះបាទប្រើយូរទៅគឺថាចេញកុងសែដោយអត់ដឹងខ្លួនបាទព្រោះមិនក្នុងរយៈពេល 2-3 ខែចេញកុងសែទេរាប់ឆ្នាំថ្ងៃក្រោយទៅយើងមិនដឹងថាដោយហេតុអីតិចលឿនតែនេះចេញកុងសែសួតនៅនោះចេញកុងសែក្រពះអ្នកទៀតចេញកុងសែបំពង់កបាទអាហ្នឹងគឺថាចេញមកពីជាតិ formol ហ្នឹងបាទបើសិនជាយើងយករបស់ទាំងអស់នោះមកលាងដុសសម្អាតចម្អិនយ៉ាងណាក៏មិនអាចកម្ចាត់ជាតិ formol នេះឲ្យរលាយបានដែរទេលោកគ្រូលាងទៅវាអស់ខ្លះមែនក៏ប៉ុន្តែมันនៅសល់ខ្លះទៀតបាទហើយដោយសារយើងញ៉ាំរាល់ថ្ងៃម្ហូបអាហារដែលយើងត្រូវញ៉ាំយើងញ៉ាំរាល់ថ្ងៃដូច្នេះវាចូលបន្តិចម្ដងយូរទៅវាចូលក្នុងឈាមវាជ្រាបជ្រួតពេញខ្លួនយើងធ្វើឲ្យយើងចេញកុងសែហ្នឹងមិនត្រឹមតែប៉ុណ្ណោះសោះទេគឺថា formol ហ្នឹងវាមានជាតិធ្វើឲ្យខូចគ្រឿងក្រើបផ្នែកខាងដែលបន្តពូជបាទមនុស្សប្រុសអាចចេញជាកុងសែ prostate ឬមួយមិនចឹងទេមនុស្សប្រុសនោះមិនអាចមានកូនបានទាំងម៉ាតូស៊ីនងាប់អស់បាទហើយបើមនុស្សស្រីវិញគឺថាគ្នាមានកូនដែរតែកូននោះអាចរលូតឬមួយកូនកើតមិនគ្រប់ខែកូនងាប់នៅក្នុងផ្ទៃពោះឬមួយមិនចឹងទេកើតមកថាអត់ដូចគេដូចឯងគឺបោកក្បាលមានខ្វះដៃឬមួយខ្វះម្រាមជើងចេញមកអត់គ្រប់លក្ខណៈបាទអាហ្នឹងហៅថា effet teratogen deformal បាទអញ្ចឹងបើសិនជានិយាយចំពោះនៃបន្លែផ្លែឈើដែលគេដាក់ជាតិ formol នោះដែរក៏តើគ្រោះថ្នាក់របស់វាដូចជាគ្នានឹងត្រីប្រមាត្រីប្រហុកនឹងដែរបាទដូចគ្នាបាទឲ្យទៅដាក់លើម្ហូបអាហារចំពោះថាបន្លែផ្លែឈើក្រំបានតិចព្រោះមានសម្បកហើយយើងចិត្តចេញទៅវាស្បើយបាទយើងដាក់ទៅលើសាច់ឬមួយប្រហុកផ្អុកត្រីអីទាំងអស់ហ្នឹងគឺថាមានគុណវិបត្តិដូចគ្នាបាទយូរទៅធ្វើឲ្យកើតកុងសែហើយគុណវិបត្តិទី4គឺថាវាគេហៅថា neurotoxic គឺថាវាធ្វើឲ្យពុលខាងផ្នែកសរសៃប្រសាទបាទសរសៃយើងចេះតែឈឺជក់ចាប់គ្រប់កន្លែងចេះតែឈឺក្បាលក្អួតហើយមិនអញ្ចឹងទេថ្ងៃក្រោយទៅធ្វើឲ្យអាចមានចេញជាមហារីកនៅក្នុងខួរក្បាលបាទចាដូច្នេះដំបូងមានរបស់លោកគ្រូពេទ្យមានតែមួយគត់គឺថាសូមឲ្យរក្សាផលិតផលនោះឲ្យនៅជាធម្មជាតិដើមរបស់វាណាបាទនឹងឲ្យធ្វើយ៉ាងណាបងប្អូនយើងអ្នកលក់ជៀសវាងកុំប្រើជាតិ formol ទៅបាញ់លើម្ហូបអាហារដើម្បីលក់បានចំណេញផ្ទាល់ខ្លួនហើយអ្នកទិញក៏យ៉ាងដែរត្រូវមានការប្រុងប្រយ័ត្នជៀសវាងមិនដឹងទៅម្ហូបអាហារណាដែលគេបាញ់ថ្នាំ formol យើងកុំទិញប្រើបើថាយើងអាចដាំខ្លួនឯងបានជាការល្អបាទនាងខ្ញុំមានសំណួរជាចុងក្រោយមួយទៀតដូចជាឆោតទៅចុះថាចំពោះអ្នកដែលបាញ់តែម្ដងអ្នកដែលប្រើប្រាស់ formol ទៅលើត្រីលើសាច់ហ្នឹងគាត់ខ្លួនឯងប៉ះពាល់ដែរឬទេបាទដូចគ្នាព្រោះអាជាតិ formol គឺថាវាដូចជាអាល់កុលឬអេតាអញ្ចឹងវាមានចំហួលឡើងបាទអ្នកដែលប្រើរាល់ថ្ងៃហ្នឹងយូរឆាប់គង់កើតមហារីកដូចគ្នាបាទមិនបាច់ញ៉ាំក៏បានទេគ្រាន់តែហិតហ្នឹងញ៉ាំព្រោះញ៉ាំកាន់តែច្រើនគាត់ណាចំហួលវាឡើងលើដូចយើងទៅចិត្តគេមានអេតាអញ្ចឹងគាត់បើកក្រោបឡើងឈួលមកដល់ភ្នែកយើងបាទហើយបាទចាអញ្ចឹងនាងខ្ញុំសូមថ្លែងអំណរគុណលោកគ្រូពេទ្យលោកគ្រូពេទ្យលោកកំសុងដែលបានជួយមុខបំភ្លឺចំពោះបញ្ហាពុលជាតិ formol